សួស្តីបងប្អូននេះគឺជារបៀបនៅក្នុងការ clone កម្មវិធី Facebook អញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាមាន account ហើយអ្នកទាំងអស់គ្នាអាចយកទៅដាក់ក្នុង Facebook មួយបានអញ្ចឹងយើងកុំប្រើ Facebook តែមួយអីដើម្បីងាយស្រួលយើងប្រើ Facebook ផ្សេងគ្នាទៅកុំឲ្យ log in log out ពិបាកអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំបានដើម្បី clone នៅលើ LD អញ្ចឹងបើសិនជាយើងប្រើ LD យើង clone តាមហ្នឹងក៏បានឬក៏យើងប្រើលើទូរស័ព្ទក៏យើងអាច clone តាមហ្នឹងបានដែរវិធីគឺតែមួយឯងអញ្ចឹងសម្រាប់ clone យើងអាចប្រើ app cloner ក៏បានយើងប្រើ app cloner arm ក៏បានដែរសម្រាប់ app cloner arm នេះអ្នកទាំងអស់គ្នាអាច download ពី Google ក៏បានឬក៏អាចបើសិនជារកមិនឃើញអីអ្នកទាំងអស់គ្នាអាចឆាតមកខ្ញុំតាម Telegram មកចាំខ្ញុំមកផ្សាយជូនអញ្ចឹងអ្នកទាំងអស់គ្នាអាចclone បានតាមខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាចូលក្នុង LD ហើយបើកកម្មវិធី cloner arm នឹងមកហើយបន្ទាប់មកយើងចូលទៅក្នុង Facebook នេះណាចឹងយើងចុចពីលើ Facebook មកហើយបន្ទាប់មកខាងលើគេនេះគេដាក់ថា clone number អញ្ចឹងអ្នកទាំងអស់គ្នាចុចពីលើហ្នឹងបន្ទាប់មកយើងយកកន្លែងស្បាច់ cloning សម្រាប់បាច់ cloning នេះមានន័យថាចំនួនយើង clone ពីម៉ានដល់ម៉ានអញ្ចឹងឧទាហរណ៍ថាឥឡូវយើង clone 5ចុះអញ្ចឹងយើង clone 5 app អ្នកទាំងអស់គ្នាដាក់ពីលេខ1ដល់លេខ5មកអានេះអាកន្លែងខាងក្រោមនេះមានន័យថាគេយើងដាក់លេខឲ្យវាខុសគ្នានៅលើ app លេខនៅលើ app ខុសគ្នាហើយបន្ទាប់មកអានេះ change color មានន័យថា app របស់ Facebook ហ្នឹងដូរពណ៌អញ្ចឹងទៅអញ្ចឹងយើងដាក់ពណ៌ផ្សេងគ្នាអីអញ្ចឹងណាឲ្យខុសគ្នាហើយអានេះ set clone number aspect bet ហ្នឹងអាហ្នឹងអាលេខនៅលើ app ហ្មងអាហ្នឹងលេខនៅលើ app ហ្មងអញ្ចឹងយើងជិះ OK មកហើយបន្ទាប់មកយើងអស់នៅក្រោមអាម្ដងនេះយើងមិនបាច់ពាក់ព័ន្ធមួយវាទេហើយបន្ទាប់មកយើងអស់នៅក្រោមយើងឃើញពាក្យថា privacy option អញ្ចឹងកន្លែង privacy option នេះអ្នកទាំងគ្នាអាចខាងលើដូចជាអត់អីទេអ្នកទាំងគ្នាអស់មកក្រោមហ្មងមកនេះកន្លែង change Android ID នេះបើកវាមកហើយបន្ទាប់មកយើងយក random ហើយបន្ទាប់ពី random ហើយអ្នកទាំងគ្នាអាចនេះកន្លែង not recommend ហ្នឹងយើងគ្រីសមួយទៀតមកហ្នឹងហើយអូខេមកចប់ព្រីធំតិចអញ្ចឹងខាងក្រោម change IMEI នេះក៏យើងបើកដែរយើងដាក់ random ដូចគ្នា not recommend នេះតិចមកកន្លែងហ្នឹងមានន័យថា generate new random ID during cloning process មានន័យថាអាហ្នឹងគេដាក់ random ID ផ្សេងគ្នាទៅតាម app មួយអញ្ចឹងមានន័យថា app 5ហ្នឹង random ទៅខុសគ្នាទាំងអស់វាអត់ដូចគ្នាទេអញ្ចឹងយើង tick ឡើងហ្នឹងមកណាហើយបន្ទាប់មកកន្លែងនេះយើងបើកទៅយើងអត់ចង់បើកក៏បានដែរអាហ្នឹងអត់អីទេអានេះយើងបើកទៅ random វាទៅហើយបន្ទាប់មកយើង tick ខាងក្រោមដូចគ្នាមានតែប៉ុណ្្នឹងទេខាងក្រោមបាច់ប៉ះពាល់វាទេហ្នឹងហើយយើងបាច់ប៉ះពាល់ទេមើលទាំងនេះអានេះយើងខាងក្រោមនេះយើងប្រើកន្លែង strong នេះយើងយកចូល clear cache ដើម្បីកុំឲ្យ app របស់យើងនឹងវាធំពេកអញ្ចឹងឲ្យយើងគ្រីមកយើងអូខេហើយយើងចេញមកវិញមកហើយបន្ទាប់មកយើងចូលមកក្រោមបន្តិចទៀតយើងដូចជាអត់មានអីច្រើនទេកន្លែងនេះ developer option អញ្ចឹង developer option អ្នកទាំងគ្នាចូលមកហើយអស់មកក្រោមមកយើងឃើញ build proof នេះមានន័យថា model របស់យើងណានៅពេលដែលយើង clone ហ្នឹងពេលយើង log ទៅវាអត់ចេញឈ្មោះ device ទេវាអត់ចេញឈ្មោះ device ទេណាអញ្ចឹងវាចេញលេខស្អីញ៉ៃមកកណោអញ្ចឹងដើម្បីឲ្យបានចេញ device យើងវាយ device នៅក្នុងហ្នឹងទៅឧទាហរណ៍ថាឥឡូវយើងវាយតាមហ្នឹងណាយើងវាយតាមហ្នឹងហ្មងទៅHonor មកច្រឡំទៀតHonor មកវាយតាមគេហ្នឹងទៅអូខេហើយនេះហើយយើងដាក់ model តាមគេ BVL AN 16តោះណាស់នេះចឹងយើងចុច OK មកអាហ្នឹងនៅពេលដែលយើង log in ទៅយើងយក device របស់យើងយកទៅ log ទៅចូល account របស់យើងយកទៅ log ក្នុង app ហ្នឹងទៅវាចេញ device ឈ្មោះហ្នឹងណាឈ្មោះទូរស័ព្ទហ្នឹងហើយវាតមកខាងក្រោមគេសំខាន់ចឹងឲ្យយើងចូលមក cloning option នេះខាងលើគេយើងបើកយើងយកទី2នេះ manifest អាកន្លែងគេដាក់ not recommend ហ្នឹងអាហ្នឹងយ៉ាងហ្នឹងមកបើអត់បានហ្នឹងទេ
ប្រាការទេអញ្ចឹងអូខេយើងគ្រីសទៅហើយយើងឡូអូខេមកហើយអញ្ចឹងយើងចាំបន្តិចទៅវាលឿនណាស់ទេមិនយូរប្រហែលទេអ្នកនរគ្នាតែមួយផ្លែទេយើងបានប្រើហើយសម្រាប់ការ clone អីបើសិនជាអ្នកនរគ្នា clone អត់បានឬក៏ឆ្ងល់អីអាចឆាតមកតាម Telegram ខ្ញុំក៏បានដែរចូលខ្ញុំដាក់ Telegram នៅលើវីដេអូហ្នឹងឬក៏ link នៅលើ description ដើម្បីងាយស្រួលអ្នកនរគ្នាសួរអីចឹងណាព្រោះដោយសារតែក្រែងលោវាអីមានអីប្រែប្រួលអីចឹងទៅវា clone អត់បានយើង clone បានហើយបានគ្រប់ទៅពេលហ្នឹងក៏ថាពេលខ្លះដល់ពេលយើង clone ហើយអញ្ចឹងយើងបើកវាអត់ចេញហ្មងយើងបើកទៅប្រើអត់កើតណាហើយយើងបាច់ download app cloner នៅលើ App Store ឯ App Store ឬក៏ Play Store យើងប្រើអត់កើតទេដោយសារតែវាអត់ free ហ្នឹងអញ្ចឹងវាគិតលុយអញ្ចឹងយើងប្រើ mode APK នេះយើង download ពី Google តែបើសិនជាអ្នកនរគ្នារកអត់ឃើញទេអាចទៅអ្នកទៅមកខ្ញុំមកខ្ញុំផ្ញើ file ជូនអូខេអញ្ចឹងឲ្យយើងបាន5ហើយនេះយើងលេខហ្នឹងយើងដាក់ខុសៗគ្នាហ្នឹងណាយើងវ៉ាងមកអូខេឃើញអត់ប្រើបានតាអញ្ចឹងយើងគាត់ log in account ចូលទៅគឺហើយហីអញ្ចឹងតែប៉ុណ្្នឹងទេអត់មានអីច្រើនទេយើង log in ទៅមកដល់នេះប៉ុណ្ណេះមកហើយតែប៉ុណ្្នឹងចប់មានអីច្រើនអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់វីដេអូក្រោយហើយយើងមានអីផ្សេងទៀតអរគុណច្រើន